5 ចំណុចរបៀបដឹកនាំមនុស្សរបស់លាវប៉ាងយើងដឹងហើយថាលាវប៉ាងគឺជាមនុស្សក្រីក្រនៅឯជនបទគ្មានទ្រព្យសម្បត្តិដើម្បីសិក្សាដូចអ្នកដទៃហេតុអ្វីបានជាបុរសរូបនេះអាចក្លាយជាអធិរាជនិងជាមេដឹកនាំដែលល្បីល្បាញជាងគេនៅក្នុងប្រវត្តិសាស្ត្រចិនលាវប៉ាងដែលជាបុព្វបុរសនៃរាជវង្សហានកើតមកជាមនុស្សសាមញ្ញគាត់មិនអាចប្រៀបធៀបជាមួយសៀងអ៊ីគាត់មិនឆ្លាតដូចចាងលៀងហើយមិនក្លាហានដូចហានស៊ីងនោះទេគ្រប់គ្រងនគរគាត់ចាញ់ស៊ីវហាតែទោះជាយ៉ាងណាក៏ដោយគាត់ពូកែប្រើមនុស្សមានទេពកោសល្យហើយអាចប្រមូលមនុស្សមានទេពកោសល្យទាំងអស់មកជួយគាត់បានឆ្លៀតឱកាសនៃចុងរាជវង្សឈិងដែលកំពុងវឹកវរបានបំផ្លាញរាជវង្សឈិងដោយខ្លាចជាអធិរាជកើតពីគ្រួសារកសិករដំបូងគេក្នុងប្រវត្តិសាស្ត្រចិនក៏លេចមើលការគ្រប់គ្រងមនុស្សដែលមានទេពកោសល្យរបស់លាវប៉ាងមានចំនួន5ចំណុចដែលយើងគួររៀនសូត្រពីគាត់ប្រការ1ស្គាល់មនុស្សឲ្យបានល្អធ្វើការងារឲ្យបានល្អហើយផ្ដល់រង្វាន់ទៅតាមគុណសម្បត្តិរបស់ពួកគេដើម្បីស្គាល់មនុស្សឲ្យបានល្អហើយធ្វើឲ្យបានល្អគឺត្រូវស្គាល់គេជាមុនសិនហើយធ្វើឲ្យអ្នកដទៃស្គាល់អ្នកឲ្យបានច្បាស់ទី1គឺស្គាល់ខ្លួនឯងទី2គឺស្គាល់ត្រូវឲ្យច្បាស់ភាពប៉ិនប្រសប់សំខាន់របស់មេដឹកនាំគឺប្រមូលផ្ដុំភាពសាទររបស់អ្នកក្រៅបង្គាប់លាវប៉ាងបានប្រើហានស៊ីងដឹកនាំកងទ័ពចាងលៀងជាអ្នកផ្ដល់យោបល់ស៊ីវហាដើម្បីធានានូវការងារទាំងអស់ត្រូវរៀបចំតាមលំដាប់លំដោយលាវប៉ាងខ្លួនឯងធ្លាប់និយាយថាគាត់មិនល្អដោយចាងលៀងតាក់ទងនឹងយុទ្ធសាស្ត្រនយោបាយក្នុងការប្រយុទ្ធក្នុងសង្គ្រាមគាត់មិនល្អដោយស៊ីវហាក្នុងការគ្រប់គ្រងប្រទេសហើយគាត់មិនល្អដូចហានស៊ីងក្នុងការដឹកនាំទ័ពក្នុងការធ្វើសង្គ្រាមប៉ុន្តែលាវប៉ាងជាមនុស្សសាមញ្ញម្នាក់អាចប្រើទេពកោសល្យផ្សេងបានយ៉ាងល្អហើយដោយការរួមបញ្ចូលគុណសម្បត្តិរបស់អ្នកក្រៅបង្គាប់គាត់អាចបញ្ចេញធម៌ពលដ៏អស្ចារ្យដើម្បីប្រើប្រាស់មនុស្សមានទេពកោសល្យអ្នកត្រូវជឿជាក់លើពួកគេនិងគោរពពួកគេជាមុនសិនក្នុងពេលជាមួយគ្នានោះអ្នកគួរតែផ្ដល់រង្វាន់ដល់ពួកគេផងដែរពីព្រោះរង្វាន់គឺជាការទទួលស្គាល់ពិតប្រាកដនៃការរួមចំណែករបស់មនុស្សមានទេពកោសល្យទាំងនោះបន្ទាប់ពីលាវប៉ាងដណ្ដើមបានក្រោមមេឃគាត់បានផ្ដល់រង្វាន់ដល់វីរបុរសតាមសមិទ្ធផលរបស់ពួកគេគាត់មិនត្រឹមតែផ្ដល់រង្វាន់ដល់ស៊ីវហាចាងលៀងហានស៊ីងផឹងយេនិងមនុស្សផ្សេងទៀតប៉ុណ្ណោះទេគាត់ក៏បានផ្ដល់រង្វាន់ដល់មនុស្សដែលគាត់មិនចូលចិត្តបំផុតផងដែរនោះគឺយ៉ុងឈីតាក់ទងនឹងការប្រើប្រាស់មនុស្សមានទេពកោសល្យរបស់គាត់គឺជាស្នូលនៃការប្រណិប័តអាជីវកម្មគឺការគ្រប់គ្រងហើយគន្លឹះនៃការគ្រប់គ្រងគឺភាពប៉ិនប្រសប់នៅពេលដែលយើងធ្វើការគ្រប់គ្រងអាជីវកម្មយើងត្រូវតែស្វែងយល់ពីធម្មជាតិរបស់មនុស្សការប្រើប្រាស់ទេពកោសល្យរបស់ពួកគេប្រការ2ប្រើមនុស្សឲ្យចំគោលដៅតាមសមត្ថភាពលាវប៉ាងអាចចាត់ទុកថាជាមនុស្សអស្ចារ្យក្នុងការសង្កេតមើលមនុស្សដែលមានទេពកោសល្យពិតប្រាកដគាត់អាចអូសទាញមនុស្សទាំងនោះឲ្យធ្វើការជាមួយគាត់មានដូចជាចាងលៀងដែលគាត់ជួបពេលធ្វើដំណើរឈិនភីងជួបនៅជំរំសៀងអ៊ីមន្ត្រីសុកស៊ីវហាអ្នកកាប់ឆ្កែដូចជាហ្វានខួយអ្នកជំនួញដូចជាគន់អ៊ីងចោព្រៃដូចជាផឹងយេជាដើមហើយតែងតាំងពួកគេឲ្យទទួលតំណែងសមនឹងសមត្ថភាពដើម្បីឲ្យអ្នកមានទេពកោសល្យទាំងអស់អាចបង្កើនប្រសិទ្ធភាពការងាររបស់ពួកគេប្រវត្តិសាស្ត្របានបង្ហាញយើងឃើញថាយុទ្ធសាស្ត្រការងាររបស់លាវប៉ាងមានភាពវៃឆ្លាតណាស់លើសពីនេះមនុស្សជាច្រើននៅក្នុងក្រុមរបស់លាវប៉ាងធ្លាប់ជាអ្នកក្រៅបង្គាប់សៀងអ៊ីដោយសារតែពួកគេមិនអាចស្នាក់នៅជាមួយសៀងអ៊ីបានទៀតទេពួកគេបានមកចូលរួមជាមួយលាវប៉ាងលាវប៉ាងបានបើកទ្វារស្វាគមន៍គ្រប់គ្នាដោយមិនគិតពីការខឹងស្អប់កន្លងមកដូចជាហានស៊ីងនិងឈិនភីងដើមឡើយហានស៊ីងគឺជាអ្នកក្រៅបង្គាប់របស់សៀងអ៊ីដោយសារតែគាត់មិនអាចបង្ហាញសមត្ថភាពបានពេលនៅក្រោមសៀងអ៊ីដូច្នេះគាត់បានមកចុះចូលជាមួយលាវប៉ាងតាមពិតទៅបើអ្នកដឹកនាំចិត្តចង្អៀត
តើគាត់អាចជ្រើសរើសអ្នកមានទេពកោសល្យបានល្អដោយរបៀបណាល្អណាស់ហានស៊ីងបានដឹកនាំកងទ័ពនឹងការប្រយុទ្ធបានយ៉ាងល្អដូច្នេះលីវប៉ាងបានប្រគល់អំណាចយោធាទៅឲ្យហានស៊ីងដែលជាអ្នកជំនាញក្នុងការបញ្ជាកងទ័ពគាត់បានប្រើចាងលៀងជាទីប្រឹក្សារបស់គាត់ដូច្នេះលីវប៉ាងបានប្រមូលមនុស្សមានទេពកោសល្យទាំងអស់នៅលើពិភពលោកនៅពេលនោះលីវប៉ាងតែម្នាក់ឯងមិនអាចយកឈ្នះសៀងអ៊ីបាននោះទេលីវប៉ាងបានប្រើហានស៊ីងឡើងវិញមុនពេលចាប់ផ្ដើមធ្វើសង្គ្រាមដោយតែងតាំងជាសេនាប្រមុខហើយបានផ្ដល់អំណាចយោធាស្ទើរតែទាំងអស់ដល់គាត់រឿងទាំងនេះវាក៏បានលុបលាងភាពអាម៉ាស់របស់ហានស៊ីងកន្លងមកធ្វើឲ្យហានស៊ីងមិនភ្លេចគុណរបស់លីវប៉ាងគាត់បានព្យាយាមអស់ពីសមត្ថភាពដើម្បីប្រយុទ្ធគ្រប់សមត្ថភូមិជាលទ្ធផលការប្រយុទ្ធពីបុរាណដូចជាការវាយឆ្មក់និងការប្រយុទ្ធចុងក្រោយបានលេចចេញមកហើយទីបំផុតគាត់បានយកឈ្នះសៀងអ៊ីដែលជាដៃគូប្រជែងធំបំផុតហើយបានចាក់គ្រឹះសម្រាប់ជោគជ័យនៃរាជវង្សហានម្យ៉ាងវិញទៀតសៀងអ៊ីដែលកើតក្នុងត្រកូលអភិជនបានមើលងាយហានស៊ីងដែលជាមនុស្សធម្មតាដោយមិនព្រមផ្ដល់ឱកាសគាត់បង្ហាញសមត្ថភាពហើយតែងតាំងមុខតំណែងផ្លូវការមួយដែលមិនមានប្រយោជន៍គ្មានសិទ្ធិបញ្ចេញមតិយោបល់ទាំងគាត់មានសមត្ថភាពគ្រប់គ្រាន់មនុស្សមានទេពកោសល្យដូចជាហានស៊ីងមិនត្រូវបានគេប្រើប្រាស់ឡើងវិញដូច្នេះនេះជាការបរាជ័យរបស់សៀងអ៊ីប្រការ3ទទួលយកដំបូន្មានដោយបើកចិត្តទូលាយនិងកែប្រែកំហុសពេលដឹងពីកំហុសឆ្គងលីវប៉ាងគឺជាមនុស្សដែលមានចិត្តទូលាយហើយគាត់បានចែករំលែកសេចក្តីសុខនិងទុក្ខលំបាកជាមួយអ្នកក្រោមបង្គាប់របស់គាត់ដូច្នេះហើយមេទ័ពជាច្រើននៅពេលនោះសុខចិត្តធ្វើតាមលីវប៉ាងទាំងជីវិតនិងសេចក្តីស្លាប់ទោះបីជាលីវប៉ាងមានចរិតក្រអឺតក្រទមក៏ដោយគាត់តែងតែស្ដាប់ដំបូន្មានរបស់អ្នកដទៃហើយតែងតែធ្វើតាមសៀវហឺជានិច្ចជាឧទាហរណ៍លីវប៉ាងជាមនុស្សល្មមស្រីស្រានិងប្រាក់ពេលទៅដល់សៀនយ៉ាងគាត់បានឃើញគំនប់មាសនិងប្រាក់ជាច្រើននៅក្នុងវាំងនៅពេលនោះលីវប៉ាងចង់យកគ្រឿងអលង្ការមាសប្រាក់ទាំងនោះចេញប៉ុន្តែនៅពេលដែលសៀវហឺបានប្រាប់លីវប៉ាងថាកុំលោភលន់ចង់បានមាសប្រាក់បើមិនដូច្នេះទេគាត់នឹងបាត់បង់បេះដូងមនុស្សបន្ទាប់ពីបានឮសម្ដីទាំងនេះលីវប៉ាងបានលះបង់មាសប្រាក់ធ្វើតាមការណែនាំរបស់សៀវហឺភ្លាមលីវប៉ាងបានចែងច្បាប់ចំនួន3ជាមួយអ្នកក្រោមបង្គាប់បន្ទាប់ពីចូលដល់សៀនយ៉ាងចាប់ពីពេលនោះមកលីវប៉ាងត្រូវបានគេស្រឡាញ់យ៉ាងខ្លាំងពីសំណាក់ប្រជារាស្ត្រនៅក្នុងតំបន់ហើយគាត់អាចអង្គុយយ៉ាងរឹងមាំនៅក្នុងកនចុងទោះបីជាគាត់មានឋានៈខ្ពស់និងមានអំណាចរួចទៅហើយក៏ដោយប៉ុន្តែលីវប៉ាងអាចកែកំហុសរបស់គាត់និងប្រើឡើងវិញនៅក្រុមអ្នកប្រាជ្ញដែលបានចាក់គ្រឹះដ៏រឹងមាំសម្រាប់ការបង្កើតរាជវង្សហាននាពេលអនាគតអ្វីដែលខ្ញុំត្រូវនិយាយនោះគឺលីវប៉ាងគ្រាន់តែជាមនុស្សតូចតាចតែត្រូវបានគេគោរពស្រឡាញ់ដោយវីរបុរសជាច្រើននៅលើពិភពលោកនៅពេលដែលលីវប៉ាងលើកទ័ពរបស់គាត់មានទាហានតែ 3000 នាក់ប៉ុណ្ណោះហើយពួកគេថែមទាំងអន់ជាងសៀងអ៊ីគ្រប់ផ្នែកទាំងអស់ទោះជាយ៉ាងណាក៏ដោយនៅទីបំផុតលីវប៉ាងបានយកឈ្នះពិភពលោកជាមួយនឹងមនុស្សរបស់គាត់ដោយការដឹកនាំដ៏ប៉ិនប្រសប់ភាពជោគជ័យរបស់លីវប៉ាងមានតម្លៃសម្រាប់យើងក្នុងការសិក្សាប្រការ4ត្រូវស្មោះត្រង់និងប្រព្រឹត្តដោយស្មោះត្រង់ភាពស្មោះត្រង់ចំពោះគ្នាទៅវិញទៅមកមិនត្រឹមតែជាការឆ្លុះបញ្ចាំងពីគុណភាពរបស់មនុស្សប៉ុណ្ណោះទេថែមទាំងជាគោលការណ៍នៃការដោះស្រាយជាមួយនឹងអ្នកដទៃផងដែរសម្រាប់មនុស្សមានទេពកោសល្យពួកគេមិនត្រឹមតែត្រូវការប្រាក់ខែសមរម្យប៉ុណ្ណោះទេថែមទាំងត្រូវការការគោរពនិងការជឿជាក់ពីមេដឹកនាំផងដែរមូលហេតុដែលលីវប៉ាងអាចទទួលជំនួយពីចាងលៀងហានស៊ីងនិងអ្នកផ្សេងទៀតគឺដោយសារលីវប៉ាងជឿជាក់និងគោរពពួកគេទៅវិញទៅមកហើយផ្ដល់រង្វាន់តាមសមិទ្ធផលការជឿជាក់និងគោរពគ្នាទៅវិញទៅមកទើបធ្វើឲ្យអ្នកក្រៅបង្គាប់ព្យាយាមអស់ពីសមត្ថភាពដើម្បីបំពេញកិច្ចការងារអ្វីដែលត្រូវហាម5លំប្រូតសម្រាប់អ្នកដឹកនាំគឺការសង្ស័យមនុស្សគ្រប់គ្នា
សង្ស័យគ្រប់ពេលវេលាការសង្ស័យរបស់សៀងអ៊ីនៅទីបំផុតអ្នករាល់គ្នានៅជុំវិញគាត់បានបោះបង់គាត់ចោលហើយសូម្បីតែហ្វានចឹងដែលជាឪពុកធម៌របស់គាត់ក៏បោះបង់គាត់ចោលផងដែរនៅក្នុងរឿងសាមកុក2010ឆាវបាននិយាយថាបើសង្ស័យគុំប្រើបើប្រើគុំសង្ស័យប្រការ5ធ្វើឲ្យអ្នកក្រៅបង្គាប់សកម្មនិងពង្រីកការអនុវត្តហានស៊ីងគឺជាអ្នកដឹកនាំទ័ពដ៏ល្បាញល្បីដែលមានដើមកំណើតនៅហួយអ៊ីងមានជីវភាពក្រីក្ររកតែអាហារមួយពេលបរិភោគសឹងតែគ្មានក្រោយមកគាត់បានជួយលីវប៉ាងហើយក្លាយជាវីរបុរសនៃរាជវង្សហាននិងអ្នកចំបាំងដ៏ឆ្នើមក្នុងប្រវត្តិសាស្ត្រចិនរួមជាមួយស៊ីវហឺចាងលៀងដែលត្រូវបានគេចាត់ទុកថាជាវីរបុរសទាំង3នៃរាជវង្សហាននៅដើមដំបូងរួមគ្នាជាមួយផឹងយេនិងអ៊ីងពូពួកគេត្រូវបានគេហៅថាមេទ័ពដ៏ល្បីទាំង3នៃរាជវង្សហានអ្នករាល់គ្នាដឹងថានៅពេលដែលហានស៊ីងចូលក្នុងការតស៊ូប្រឆាំងនឹងចក្រភពឈីងដំបូងឡើយគាត់បានចូលរួមជាមួយសៀងអ៊ីហើយមិនត្រូវបានប្រើប្រាស់ក្រោយមកស៊ីវហឺបានណែនាំហានស៊ីងទៅលីវប៉ាងប៉ុន្តែលីវប៉ាងក៏មិនទាន់បានប្រើប្រាស់យុវជនដែលគាត់មិនទាន់ស្គាល់ច្បាស់លាស់នៅឡើយរឿងទាំងនេះវាស្ទើរតែធ្វើឲ្យបាត់បង់មនុស្សមានទេពកោសល្យដូចហានស៊ីងទោះជាយ៉ាងណាក៏ដោយស៊ីវហឺនៅតែឆ្លាតគាត់បានដេញតាមហានស៊ីងនៅក្រោមពន្លឺព្រះច័ន្ទនៅទីបំផុតលីវប៉ាងបានធ្វើតាមការណែនាំរបស់ស៊ីវហឺហើយបានធ្វើអាសនៈដើម្បីធ្វើពិធីប្រគល់តំណែងជាសេនាប្រមុខដល់ហានស៊ីងបន្ទាប់មកហានស៊ីងបានវិភាគស្ថានភាពរវាងឈួននិងហានទៅលីវប៉ាងហើយត្រូវលើកទ័ពរបស់គាត់ទៅទិសខាងកើតនិងទឹកដីរាជវង្សឈីងទាំង3លីវប៉ាងបានទទួលយកការស្នើសុំនេះរៀបចំផែនការដែលប្រុងប្រយ័ត្នភ្លាមហើយភ្លាមនោះបានចាប់យកគាត់ចុងតាមដែលគាត់ចង់បាននៅឆ្នាំបន្ទាប់ហានស៊ីងបានធ្វើប្រតិបត្តិការយ៉ាងអស្ចារ្យម្ដងហើយម្ដងទៀតគាត់បានដឹកនាំកងទ័ពរបស់គាត់ចេញពីឈិនឆាងសិនជ័យយកទឹកដីរាជវង្សឈីងទាំង3ចាប់យកនគរអ៊ុយកំចាត់រាជវង្សតាយបំផ្លាញនគរចៅនគរយានចុះចាញ់កំចាត់នគរឈីចាប់យកលីងស៊ឺហើយយកឈ្នះឡុងឈីនៅកងទ័ពរបស់គាត់នៅអ៊ុយស៊ុយកងទ័ពឈូ200,000នាក់ដែលបានមកជួយនគរឈីរហូតដល់ឡោមព័ទ្ធនៅសមរភូមិកៃស៊ីគ្រប់ទិសទីបង្ខំឲ្យសៀងអ៊ីសម្លាប់ខ្លួននៅទន្លេអ៊ូជាងហានស៊ីងគឺមិនដែលចាញ់ម្ដងណាឡើយក្នុងសមរភូមិរបស់គាត់គ្មានវីរបុរសក្នុងពិភពលោកណាហ៊ានប្រកួតប្រជែងជាមួយគាត់ទេក្នុងនាមជាអ្នកយុទ្ធសាស្ត្រយោធាគាត់នឹងចាងលៀងបានសរសេរសៀវភៅស្ដីពីយុទ្ធសាស្ត្រយោធានិងអត្ថបទ3ស្ដីពីសិល្បៈនៃសង្គ្រាមរឿងទាំងនេះបានបញ្ជាក់ថាសូម្បីតែបុគ្គលមានឋានៈទាបបំផុតនៅក្នុងក្រុមរបស់លីវប៉ាងក៏មានសមត្ថភាពមិនធម្មតាដែលក្នុងនាមជាអ្នកដឹកនាំត្រូវចេះមើលនិងផ្ដល់ឱកាសដើម្បីឲ្យពួកគេបង្ហាញសមត្ថភាពដ៏អស្ចារ្យរបស់ពួកគេហានស៊ីងជាអ្នកមានទេពកោសល្យដ៏មានសក្តានុពលខ្ពស់បើទោះបីជាសៀងអ៊ីមានឥទ្ធិពលខ្លាំងយ៉ាងណាក៏ដោយប៉ុន្តែគាត់មិនស្គាល់មនុស្សច្បាស់ទេហើយជាលទ្ធផលហានស៊ីងបានបម្រើលីវប៉ាងបើប្រៀបធៀបសៀងអ៊ីមានតែម្នាក់ឯងខាងលីវប៉ាងមានហានស៊ីងស៊ីវហឺចាងលៀងគឺលីវប៉ាងមានប្រៀបជាងឆ្ងាយណាស់ព្រោះនេះជាសមរភូមិរយៈពេលវែងវាមិនពឹងផ្អែកលើកម្លាំងយោធានោះទេតែត្រូវពឹងផ្អែកលើយុទ្ធសាស្ត្រនយោបាយនិងស្បៀងអាហារអ្វីដែលលីវប៉ាងពូកែបំផុតគឺការលើកទឹកចិត្តនិងផ្ដល់កម្លាំងចិត្តផ្ដល់មុខមាត់និងការខិតខំប្រឹងប្រែងរួមគ្នាទើបអាចបង្កើតភាពជោគជ័យដល់រាជវង្សហានដែលមានអាយុកាលជាង400ឆ្នាំនៅពេលដែលអ្នកគ្រប់គ្រងគ្រប់កម្រិតប្រឈមមុខនឹងបុគ្គលិកថ្មីនិយោជកដែលបានជួបប្រទះស្ទះក្នុងការអភិវឌ្ឍសមត្ថភាពរបស់ពួកគេនិងអ្នកបដិវត្តជើងចាស់ដែលបានធ្វើការជាច្រើនឆ្នាំពួកគេត្រូវតែស្ទាត់ជំនាញក្នុងវិធីសាស្ត្រនិងជំនាញលើកទឹកចិត្តឲ្យកាន់តែប្រសើរឡើងទើបពួកគេអាចសម្រេចបាននូវការអនុវត្តកាន់តែប្រសើរឡើងភាពប៉ិនប្រសប់នឹងធ្វើឲ្យសមត្ថភាពរបស់អ្នកក្រៅបង្គាប់ប្រសើរឡើង
នោះគឺជាជោគជ័យពាក់កណ្ដាលបាទសូមអរគុណសម្រាប់ការចំណាយពេលវេលាដ៏មានតម្លៃហើយក៏សូមអភ័យទោសរកកំហុសខុសឆ្គងសង្ឃឹមថាជួបបងប្អូននៅវីដេអូក្រោយទៀត